តែផ្អែកតាមច្បាប់ថ្មីនេះគឺអត់ទេយើងបញ្ច្រាស់ផុសតាំងទៅវិញបើសិនជាទ្របនឹងមានការសង្ស័យថាពាក់ព័ន្ធនឹង scam online គឺជាកម្មវត្ថុនៃបទល្មើសសម្អាតប្រាក់អ្នកដែលអះអាងថាទ្របនឹងមិនមែនចេញពី scam ត្រូវបង្ហាញផុសតាំងអំពីប្រភពស្របច្បាប់នៃទ្របនោះបើមិនអាចបង្ហាញបានគឺថាច្បាប់នេះនឹងអនុវត្តដោយប្រើប្រាស់ទម្រង់ថ្មីនៃបទល្មើស scam online ដែលជាទម្រង់គេហៅថាជាភាសាបរទេស standalone money laundering offense បាទហើយនេះមិនមែននៅកម្ពុជាសិង្ហបុរីក៏គាត់ធ្វើយ៉ាងដែរសិង្ហបុរីគាត់ធ្វើដូចគ្នាបាទចឹងហើយនេះគឺយើងធ្វើទៅតាមស្តង់ដារហើយធានានៅគេហៅថាការអនុវត្តមួយថាម៉េចថានៅពេលដែលច្បាប់នេះចេញទៅកាលាសំណាញ់របស់យើងឲ្យល្អិតតាក់ទងនឹងគេហៅថាអ ுக ្រិតជនដែលប្រព្រឹត្តបទល្មើសប៉ុន្តែក៏ត្រូវល្អិតដែរក្នុងការយកមកវិញនៅទ្រព្យសម្បត្តិប្រមូលទ្រព្យសម្បត្តិដែលចេញពី scam នេះបាទដែលយើងត្រូវខំប្រឹងដើម្បីធ្វើយ៉ាងណាកុំឲ្យមានការសម្អាតប្រាក់ហើយការសម្អាតប្រាក់នេះវាអាចគ្រោះថ្នាក់ដល់ប្រទេសជាតិយើងទាំងមូលនៅក្នុងការវាយតម្លៃនាពេលខាងមុខ